សួស្តីអ្នកនរគ្នាហ្នឹងហើយខ្ញុំរៀងចាប់ណា CapCut នឹងខ្លាំងមែនតើពីមុនខ្ញុំធ្វើ free ឥឡូវវាលែងឲ្យ free ហើយបញ្ហាខ្ញុំមានតែប៉ុណ្្នឹងទេណាគេចិត្តល្អអាចដាក់ទានឲ្យខ្ញុំបានតោះយើងបន្តសាច់រឿងយើងបន្តទៀតវិញ្ញាណដាវនាងថាការការពាររបស់នាគនេះគឺបានមកពីស្រកាវេទមន្តទាំង7របស់នាងនៅលើដៃនៅលើខ្នងនៅលើដើមទ្រូងនិងនៅលើអវយវៈទាំង4ប្រសិនបើលោកចង់យកឈ្នះនាងលោកត្រូវតែបំបីស្រកានាគទាំង7ឲ្យអស់មានតែពេលនោះទេទើបលោកអាចបំផ្លាញការការពាររបស់នាងបានទាំងស្រុងអាស៊ីរីយល់ហើយរួចយើងឃើញថាជើងរបស់នាគសនាងបានជន់ទៅលើគំនូសពណ៌សនៅខាងក្រោមជើងរបស់នាងហើយនាងក៏ឆ្ងល់តែពេលនោះការជន់របស់នាងធ្វើឲ្យ system របស់អាស៊ីរីលោតឡើងលក្ខខណ្ឌប៉ះពាល់ត្រូវបានសម្រេចការយល់ដឹងរបស់អ្នកលេងចាប់ផ្ដើមមានប្រតិកម្មស្របគ្នាជាមួយនឹងវដ្តតំបន់នៃការយល់ដឹងដៃឯនាគសជើងរបស់នាងឡើងពន្លឺពណ៌បៃតងនេះមិនមែនជាការវាយប្រហារតាមផ្លូវកាយនោះទេឯអាស៊ីរីវាបានធ្វើចលនានៅដៃរបស់វាខ្ញុំនឹងអោបវាឲ្យណែនហើយចាំមើលថាតើមានអ្វីកើតឡើងឯនាគសនាងបានស្រែកព្រោះថាផ្លូវចិត្តរបស់នាងរុំទៅដោយវល្លិនាងគិតថាខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងរុំព័ទ្ធខ្លួនខ្ញុំវាជាអ្វីម្យ៉ាងដែលទន់ហើយកំពុងក្រដណ្ដប់ពេញរាងកាយរបស់ខ្ញុំតែម្ដងហើយវាមានអារម្មណ៍រមាស់ឆ្កិតបន្តិចបន្តួចដែរតើវាជាការវាយប្រហារស្អីទៅ system រយៈពេលនៃការប៉ះពាល់2វិនាទីឯសម្បកក្រៅរបស់នាងក៏ប្រតិកម្មដោយទៅនឹងម្ចាស់ដើមផងដែរហើយអាពួកដែលនៅខាងក្រៅម្នេះវាថានាគកំពុងតែស្រែកធ្ងរដោយការឈឺចាប់ការវាយប្រហាររបស់យើងមានប្រសិទ្ធភាពហើយវីឃើញអញ្ចឹងនាងថាបន្តវាយប្រហារទៅកុំធ្វេសប្រហែសឲ្យសោះបែរមកអាស៊ីរីវាបានលោតពីថ្មមួយទៅថ្មមួយសំដៅទៅរកនាគសដែលកំពុងជាប់ស្តាន់នាគសឃើញថាអាស៊ីរីជិតមកដល់ខ្លួនក៏លើកជើងមកសំដៅរកខ្ញុំត្រង់តែម្ដងឯងហ៊ានណាស់ខ្ញុំនឹងផ្ដួលឯងនៅនឹងដីដោយការទាត់មួយជើងនេះក៏ប៉ុន្តែការទាត់របស់នាងត្រូវបានអាស៊ីរីកិច្ចផុតនិងបានយកដាវកាប់ចំស្រកាជើងរបស់នាងបែកជាបំណែកឯនាគសនាងភ្ញាក់ផ្អើលស្រកាលើខ្លួនរបស់ខ្ញុំវាបែកអស់ហើយឬគ្រាន់តែជាមនុស្សធម្មតាម្នាក់សោះបែរជាអាចបំផ្លាញវាបានយ៉ាងនេះហើយនៅខាងក្រៅឯនេះជើងរបស់នាគយក្សក៏បានប្រេះបែកផងដែរឯអ្នកចម្បាំងដទៃទៀតនិយាយថាពួកយើងបានបកស្រកានាគរបស់នាគយក្សចេញបានយ៉ាងច្រើនហើយលឿនឡើងបន្តវាយប្រហារទៅឯនាងបានបញ្ចេញ spell របស់នាងប្រសិនបើពួកយើងនៅតែបន្តបែបនេះទៀតពួកយើងនឹងធ្វើវាបានសម្រេចខ្ញុំនឹងកម្ចាត់នាគយក្សនៅទីនេះនិងនៅពេលនេះតែម្ដងអ្នកទាំងអស់គ្នាសម្រុកចូលពួកយើងត្រូវតែបដូរវាឲ្យបានបែរមកការប្រយុទ្ធរបស់អ្នកទាំងពីរឯនេះនាគសនាងបានវត្តកន្ទុយទៅរកអាស៊ីរីដោយប៉ើងទៅក្រោយយើងឃើញថាគំនូសពណ៌សបានបញ្ចេញពន្លឺអាស៊ីរីវាបានមើលទៅគំនូសនៅខាងក្រោយវាលើកនេះចំណុចសម្គាល់គឺនៅពីក្រោយខ្ញុំដោយចំណុចសម្គាល់ទាំងនេះលេចឡើងដោយចៃដន្យមែនទេនាគសនាងបានស្ទាបផ្លូវរបស់នាងដែលបានបាត់នៅខែលការពារពួកមនុស្សចង្រៃគួរឲ្យធុញទ្រាន់ណាស់រង្វង់ដែលបញ្ចេញពន្លឺនោះគឺចម្លែកណាស់នៅខណៈពេលដែលខ្ញុំប៉ះវាមានកម្លាំងថាមពលយ៉ាងខ្លាំងក្លាមួយបានប៉ះរាងកាយរបស់ខ្ញុំយ៉ាងណាក៏ដោយវាមិនបានបង្កការខូចខាតពិតប្រាកដអ្វីនោះទេវាច្បាស់ជាការវាយប្រហារតាមផ្លូវចិត្តហើយប៉ុន្តែវិញ្ញាណរបស់សត្វនេះគឺមានភាពរឹងមាំអស្ចារ្យណាស់មុននេះខ្ញុំបានធ្វើប្រហែសដែលដាក់ជើងនៅលើរង្វង់នោះតែមួយផ្លែតសោះខ្ញុំច្រឡំថារង្វង់ដែលបញ្ចេញពន្លឺនោះគឺជាការវាយប្រហារតាមបែបរូបមន្តធម្មតាដូចជាការវាយប្រហារផ្សេងទៀតដែរឥឡូវនេះឲ្យតែខ្ញុំផ្ដោតអារម្មណ៍ការវាយប្រហារបែបនោះនឹងមិនមានប្រសិទ្ធភាពមកលើរូបខ្ញុំឡើយរួចនាងបានប្រើធម៌ពលរបស់នាងស្ទុះចូលទៅរកអាស៊ីរីព្រមទាំងបោះពាក្យថាអ្វីដែលខ្ញុំត្រូវធ្វើគឺគ្រាន់តែរំលាយឯងតែប៉ុណ្ណោះហើយស្រការបស់ខ្ញុំនឹងដោះមកវិញអាស៊ីរីបានកិច្ចយ៉ាងលឿនការវាយប្រហាររបស់នាងកាន់តែលឿនទៅហើយខ្ញុំត្រូវតែរត់ទៅកាន់ចំណុចដែលបានកំណត់ឯនាគសនាងបានបញ្ចូលធម៌ពលចូលទៅក្នុងដៃរបស់នាងថាឯងនឹងមិនអាចគេចខ្លួនបានទេមនុស្សម្នាក់នេះគឺរហ័សរហួនណាស់វាពិបាកនឹងវាយគេឲ្យត្រូវដោយប្រើឡាវ៉ាណាវាគ្រាន់តែអាចជួយបន្លំភ្នែកប៉ុណ្ណោះអាស៊ីរីវាកំពុងតែទៅរកគំនូសពណ៌សនោះវាថាឡាវ៉ាម្ដងទៀតហើយប្រសិនបើខ្ញុំចូលទៅជិតគំនូសពណ៌សមេនាគញីនោះនឹងព្យាយាមវាយប្រហារមកលើខ្ញុំតាមរបៀបនោះខ្ញុំមានឱកាសធ្វើឲ្យនាងប៉ះនឹងគំនូសពណ៌សនោះហើយ system បានលោតឡើងការប្រមានប្រសិទ្ធភាពនៃការលំហកំពុងដំណើរការសូមអ្នករក្សាចម្ងាយអាស៊ីរីពិតមែនឬវាមានឥទ្ធិពលលើខ្ញុំដែរមែនទេហើយស្រមោលរបស់នាគសកាន់តែមកចិត្តអាស៊ីរីបានងាកក្រោយនាងកំពុងមកផ្លូវនេះហើយនាគសតើឯងស្មានថាខ្ញុំនឹងបណ្ដោយឲ្យឯងរត់រួចមែនទេ
ហើយនាងបានលើកក្រញាំត្រៀមចាក់អាស៊ីរីបានយកដាវចាក់ចំថ្មគៀននឹងគំនូសពណ៌សហើយក៏កិច្ចខ្លួនឡើងទៅលើស្របពេលដែលនាគសនាងវាយប្រហារត្រូវគំនូសសរបស់អាស៊ីរីពេលនាងវាយត្រូវគំនូសសនោះក៏ប្រតិកម្មភ្លាម System បានឲ្យអាស៊ីរីវាប្រើមាត់អាស៊ីរីឥឡូវនេះវាគឺមាត់របស់ខ្ញុំឯដៃរបស់នាគសក៏ចាប់ផ្ដើមចេញទឹកធ្វើឲ្យនាងស្រែកខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងកំពុងលិតដៃរបស់ខ្ញុំអារម្មណ៍ដឹងញៀនកាន់តែខ្លាំងឡើងហើយឯអាស៊ីរីវាកំពុងបឺតជញ្ជក់នាគសគុំលិតត្រង់នឹងខ្លាំងពេកអីមុនអាគង់របស់ខ្ញុំហាក់ដូចជាបាត់បង់ទៅវិញទៀតហើយអាស៊ីរីវាមិនចាំយូរដែរក៏ហក់ទៅកាប់ដៃរបស់នាងនាគសចង្រៃយកស្រកានៅលើដៃក៏បាត់អស់ដែររង្វង់នោះហាក់ដូចជាមិនអាចកំទេចបានតតែសោះអាស៊ីរីវាបានជូតមាត់ចេញនៅសស្រកានាគ5ទៀតនាគសនាងបានមើលទៅដៃរបស់នាងដែលត្រូវអាស៊ីរីកាប់ដោយការពីមុនអញ្ចឹងរាល់ពេលដែលអារម្មណ៍បែបនោះលេចឡើងខ្ញុំតែងតែបាត់បង់មន្តអាគមការពារនៃស្រកានាគទាំងស្រុងតែម្ដងអាស៊ីរីបានយកដាវកាប់នាងទៀតតែនាងបានគេចផុតពិតជាសមត្ថភាពដែលចម្លែកមែនSystem រយៈពេលអសកម្ម 3.4 វិនាទីអាស៊ីរីវាថាក្លៀករបស់នាងក្តៅខ្លាំងណាស់រហូតដល់រលាកអណ្ដាតខ្ញុំហើយសីតុណ្ហភាពរាងកាយរបស់នាងឡើងខ្ពស់ខ្លាំងគួរឲ្យខ្លាចតើវាមកពីការនៅចិត្តឡាវ៉ានេះយូរពេកមែនទេនាគសតាមបាញ់មិញគឺជាមាត់របស់ឯងដែលកំពុងបឺតជញ្ជក់លើរូបខ្ញុំមែនទេអាស៊ីរីអបកាច់នឹងដែលកំពុងរលាកមាត់វាថានាងនៅតែមានរសជាតិល្វីងបន្តិចដែរតើនាគសនាងមានអារម្មណ៍ខ្មាស់មែនតើខ្ញុំមិនចង់ដឹងរឿងនឹងទេឯងពិតជាគួរឲ្យខ្ពើមខ្លាំងណាស់ហើយនាងក៏យកកន្ទុយវាត់ទៅកាន់អាស៊ីរីតែអាស៊ីរីវាទប់ជាប់ System រយៈពេលអសកម្ម 1.7 វិនាទីអាស៊ីរីវាស្ទុះចូលទៅនៅសល់ពេល 1.7 វិនាទីទៀតខ្ញុំនឹងកាប់បំបែកស្រកានៅលើទ្រូងរបស់នាងនាគសនាងលឺអញ្ចឹងប្រសិនបើទ្រូងរបស់ខ្ញុំមិនត្រូវបានគ្របដណ្ដប់ដោយស្រកាទេនោះអាមនុស្សម្នាក់នេះពិតជាតណ្ហាមែនអាស៊ីរីបានកាប់ទៅរកនាងយ៉ាងលឿនក៏ប៉ុន្តែនាគសនាងបានហោះឡើងទៅលើអាស៊ីរីបានងាកទៅមើលនាងវាចិត្តនឹងដល់ទៅហើយនាងបានហោះទៅកន្លែងដែលខ្ពស់ដល់ថ្នាក់ហ្នឹងរឿងនេះចាប់ផ្ដើមពិបាកបន្តិចហើយ System រយៈពេលអសកម្ម 9 វិនាទី 3 វិនាទី 1 វិនាទីហើយគំនូសពណ៌សក៏បានលេចឡើងអាស៊ីរីឃើញគំនូសពណ៌សនៅទីនោះវាបានបង្ហាញខ្លួនហើយនៅពេលដែលរយៈពេលអសកម្មបញ្ចប់ភ្លាមគំនូសពណ៌សបន្តនឹងបង្ហាញឡើងភ្លាមតែម្ដងឯនាគសនាងមើលទៅដៃរបស់នាងថាមពលមន្តអាគមរបស់ខ្ញុំហាក់ដូចជាបានងើបឡើងហើយខ្ញុំនឹងមិនប៉ះរង្វង់ដើរបញ្ចេញពន្លឺនោះទៀតទេអាមនុស្សតណ្ហាក្រាស់ត្រៀមខ្លួនស្លាប់ទៅបន្ទាប់មកនាងក៏បានប្រើថាមពលលើកទឹកឡាវ៉ាយ៉ាងច្រើនហើយគប់ទៅកាន់អាស៊ីរីនាគសគេលឿនណាស់វាពិតជាពិបាកក្នុងការវាយសម្រុកគេដោយប្រើឡាវ៉ាណាស់ប៉ុន្តែប្រសិនបើខ្ញុំនៅតែបន្តវាយសម្រុកមិនឈប់ឈរទេនោះវាមិនយូរទៀតទេឡាវ៉ានឹងលេបត្របាក់ឯងមិនខាននៅពេលដែលឯងមិនអាចទ្រាំទ្របានតទៅទៀត System ប្រាប់អាស៊ីរីថាគោលដែលស្ថិតនៅឆ្ងាយពេកមិនអាចប្រើក្បាច់កាប់រហ័សបានទេនាគសនាងកំពុងនៅលើអាកាសនាងគិតថាហាក់ដូចជាវាបន្តិចតើខ្ញុំកំពុងតែគិតស្អីហ្នឹងមិនចាំបាច់ទៅខ្វល់ពីគំនិតរបស់អាមនុស្សម្នាក់នោះទេពេលនោះអាស៊ីរីបានហក់ពីថ្មមួយទៅថ្មមួយ System គោលដៅស្ថិតក្នុងចម្ងាយដែលអាចធ្វើសកម្មភាពបានក្បាច់កាប់រហ័សអាស៊ីរីក៏បានកាប់ចំពោះរបស់នាងក៏ប៉ុន្តែការកាប់នោះមិនបានធ្វើឲ្យស្រការបស់នាងបែកនោះទេនាងថាឲ្យតែខ្ញុំមិនប៉ះរង្វង់ដែលកំពុងបញ្ចេញពន្លឺនោះការវាយប្រហារប្រភេទនេះមិនថាឯងប្រើមកលើខ្ញុំប៉ុន្មានដងក៏ដោយវាមិនបានការឡើយអាស៊ីរីបានហក់មកពីក្រោយនាងខ្ញុំដឹងហើយនេះគ្រាន់តែជាយុទ្ធសាស្ត្រដើម្បីចូលទៅគៀកនាងហើយអាស៊ីរីបានកាប់នាងនាគសនាងរងជាប់នាងថាមនុស្សដូចជាឯងចង់មកប្រកួតកម្លាំងជាមួយនាគអញ្ចឹងឬឯងមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីនោះទេឯវិញ្ញាណដាវនាងប្រាប់អាស៊ីរីលោកម្ចាស់មើលទៅកម្លាំងរបស់លោកមិនទាន់គ្រប់គ្រាន់ដើម្បីផ្ដួលនាងបានឡើយអាស៊ីរីវាថាខ្ញុំដឹងហើយខ្ញុំកំពុងតែខំប្រឹងអស់ពីសមត្ថភាពហើយនាគសអស់កម្លាំងបាត់ទៅហើយឬពេលនេះគឺជាឱកាសរបស់ខ្ញុំដើម្បីកំទេចឯងហើយអ្នកទាំងពីរបានខំប្រឹងប្រើកម្លាំងប្រកួតគ្នាទៅវិញទៅមកតែអវកាសស៊ីរីវាលែងខូចគេវាបានទៅបឺតនាងមួយហើយទឹកនេះអ្នកទាំងអស់គ្នាដឹងហើយនាគសនាងបើកភ្នែកធំ System បានលោតឡើងអាស៊ីរីទទួលបានកម្លាំង 1000 បន្ទាប់មកវាបានដកមាត់ចេញពីនាងហើយក៏រុញនាងមួយទំហឹងធ្លាក់ចុះទៅក្រោមតែមានគំនូសពណ៌សតែការរុញរបស់អាស៊ីរីគឺដើម្បីឲ្យនាងប៉ះទៅនឹងគំនូសពណ៌សក៏ប៉ុន្តែនាគស
នាងបានប្រើកម្លាំងបញ្ឈប់អាស៊ីរីវាខ្វះបន្តិចទៀតទេនាគសតើវាជាការស្រមើស្រមៃរបស់ខ្ញុំមែនទេកម្លាំងរបស់មនុស្សម្នាក់នេះស្រាប់តែកើនឡើងយ៉ាងខ្លាំងអាស៊ីរីវាគាំងបន្តិចហើយក៏ចាប់ផ្ដើមហូរឈាមច្រមុះឲ្យខ្ញុំសំទោសនាគសតើឯងមានកម្រងធ្វើស្អីឥឡូវនេះអាស៊ីរីវាចាប់ផ្ដើមយកក្បាលទៅអុកផ្អឹបទៅនឹងដើមទ្រូងរបស់នាងនាគសនាងស្រែកកុំធ្វើរឿងផ្ដេសផ្ដាសដាក់ខ្ញុំឲ្យសោះអាស៊ីរីដែលកំពុងហូរឈាមនេះគឺដើម្បីផ្ដួលនាងវាជាអ្វីដែលខ្ញុំត្រូវលះបង់ហើយកម្លាំងរបស់អាស៊ីរីក៏ចាប់ផ្ដើមបូរកាន់តែច្រើនអាស៊ីរីក៏បានរុញនាងបន្ថែមទៀតនាគសនាងខំប្រឹងទប់យ៉ាងខ្លាំងកម្លាំងរបស់គេពិតជាបានកើនឡើងភ្លាមៗមែននេះគឺអាក្រក់ហើយយើងឃើញថាផ្លូវរបស់នាងបានប៉ះទៅនឹងគំនូសពណ៌សអាស៊ីរីក៏ត្រូវបាននាងធាក់វាមួយជើង System បានឲ្យអាស៊ីរីប្រើដៃនិងមាត់អាស៊ីរីក៏ចាប់ផ្ដើមប្រតិបត្តិការហើយមើលទៅនាគសគឺមិនដឹងថានិយាយថាម៉េចទេ